ប្រាសាទឯកភ្នំជាប្រាសាទដែលមានវ័យចំណាស់មួយក្នុងចំណោមប្រាសាទជាច្រើនដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរវរ្ម័នទី1នាសតវត្សទី11អំឡុងឆ្នាំ1002ដល់1050ក្នុងសម័យមហានគរនៅមាត់តំបន់វាលទំនាបស្រែមាត់បឹងនៃមាត់ទន្លេសាបក្នុងភូមិចាស់ធម្មជាតិដែលមានប្រជាជនរស់នៅពីយូរលង់ណាស់មកហើយប្រាសាទឯកភ្នំធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់អាទិទេពនៃសាសនាព្រាហ្មណ៍ឬព្រហ្មញ្ញសាសនាហើយប្រាសាទនេះដែរត្រូវបានបាក់បែកនិងស្រុតចោលខ្លះដោយសារបាតុភូតធម្មជាតិរួមនឹងអាយុកាលដ៏ចំណាស់រួមទាំងកត្តាសង្គ្រាមជនទុរគតផងសប្តាហ៍ថ្ងៃនេះភ្ញៀវជាតិនិងអន្តរជាតិបានចាប់អារម្មណ៍យល់ដឹងពីឯកសារថាជាតំបន់ទេសចរប្រវត្តិសាស្ត្រមួយផងដែរដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តនៅទីនោះមិនចេះដាច់ឡើយក្នុងពេលមានបុណ្យទានតាមប្រពៃណីជាតិម្ដងមានមនុស្សមកពីគ្រប់ទិសទីតែងតែមកកម្សាន្តលេងនៅប្រាសាទឯកភ្នំនេះមិនដែលខានឡើយព្រោះគ្រប់ប្រជាជនទាំងអស់តែងតែបានយល់ដឹងតគ្នាហើយមកលេងកម្សាន្តដោយផ្ទាល់ពិតជាមានការសប្បាយរីករាយជាមិនខានសូមគោរពអញ្ជើញពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមកទស្សនាវីដេអូប្រាសាទឯកភ្នំដែលជាត្បូងពេជ្រប្រវត្តិសាស្ត្រមួយលាក់ខ្លួននៅលើទឹកដីនៃខេត្តបាត់ដំបងនៅក្នុងវីដេអូនេះនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅស្វែងយល់ពីប្រវត្តិសាស្ត្រនិងរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍នានាចូលរួមទស្សនា Like និង Share ដើម្បីរួមគ្នាផ្សព្វផ្សាយពីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរយើងទាំងអស់គ្នា